ក្រសួងព័ត៌មានកម្ពុជាសហការជាមួយអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈមចិនក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាក្រសួងទេសចរកម្ពុជានិងរាជបណ្ឌិតសភាកម្ពុជានៅរសៀលថ្ងៃទី17ខែមេសាឆ្នាំ2025នេះបានរៀបចំពិធីសម្ពោធការចាក់ផ្សាយកម្មវិធីប្រយោគបុរាណចិនដែលលោកស៊ីជីនពីងចូលចិត្តក្នុងឱកាសដែលឯកឧត្តមស៊ីជីនពីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាពិធីនេះបានធ្វើឡើងនៅសន្តាគារ Raffles Hotel Le Royal រាជធានីភ្នំពេញពិធីនេះធ្វើឡើងក្រោមវត្តមានឯកឧត្តម Shen Haisheng អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីសចិននិងជាអគ្គនាយកនិងនិពន្ធនាយកនៃអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិនឯកឧត្តមនេភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានលោកជំទាវបណ្ឌិតសភាចារភឿងសកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈឯកឧត្តមហួតហៈរដ្ឋមន្ត្រីក្រសួងទេសចរកម្ពុជាឯកឧត្តមបណ្ឌិតសភាចារសុកទូចប្រធានរាជបណ្ឌិតសភាកម្ពុជាព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀតនាឱកាសនោះដែរសម្ដេចតេជោហ៊ុនសែនបានថ្លែងក្នុងសារលិខិតថាមិត្តភាពកម្ពុជាចិនបានធន់នឹងការសាកល្បងនៃប្រវត្តិសាស្ត្រនិងពេលវេលាប្រទេសចិនគឺជាមិត្តដ៏គួរឲ្យទុកចិត្តបំផុតរបស់កម្ពុជាក្រោមការយកចិត្តទុកដាក់និងការជំរុញរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជាចិនទំនាក់ទំនងរវាងកម្ពុជានិងចិនបានឈានចូលទៅដល់ដំណាក់កាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រក្នុងឱកាសនៃការបំពេញទស្សនកិច្ចរបស់ឯកឧត្តមស៊ីជីនពីងខ្ញុំមានសេចក្តីសោមនស្សរីករាយដោយមើលឃើញថាកម្មវិធីប្រយោគបុរាណចិនដែលលោកស៊ីជីនពីងចូលចិត្តដែលផលិតដោយអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិនកំពុងចាក់ផ្សាយនៅកម្ពុជាយើងសង្ឃឹមថាកម្មវិធីមួយនេះនឹងបំពេញបន្ថែមនូវធម៌ពលវប្បធម៌ទៅក្នុងការពង្រឹងមិត្តភាពនិងការប្រាស្រ័យទាក់ទងរបស់ភាគីទាំងពីរក៏ដូចជាការបំផុសគំនិតសម្រាប់ដោះស្រាយបញ្ហាចំណុចក្តៅដែលពិភពលោកកំពុងប្រឈមសម្ដេចតេជោក៏បានបន្ថែមថាការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជនគឺជាចំណងតភ្ជាប់ប្រជាជននៃប្រទេសទាំងពីរយើងមានសេចក្តីសោមនស្សរីករាយដែលបានឃើញថាកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជាចិនដែលមានវិទ្យុមិត្តភាពកម្ពុជាចិនជាតំណាងដែលសហការដំណើរការដោយវិទ្យុជាតិកម្ពុជានិងអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិនទទួលបានលទ្ធផលជាផ្លែផ្កាសម្ដេចជឿជាក់ថាព្រឹត្តិការណ៍ថ្ងៃនេះនឹងបង្កើនជាស្ពានថ្មីមួយទៀតសម្រាប់ប្រទេសទាំងពីរកម្ពុជានិងចិនក្នុងការពង្រឹងការយល់ដឹងនិងបង្កើនទំនុកចិត្តទៅវិញទៅមកព្រមទាំងជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជាចិនឲ្យមានការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងយូរអង្វែងកម្មវិធីប្រយោគបុរាណចិនដែលលោកស៊ីជីនពីងចូលចិត្តបានសម្រង់កំណាព្យនឹងសុភាសិតបុរាណចិនដែលដកស្រង់ចេញពីសន្ទរកថាអត្ថបទនិងកិច្ចសន្ទនាសំខាន់ៗរបស់ឯកឧត្តមស៊ីជីនពីងប្រធានរដ្ឋចិនផ្ដោតសំខាន់លើប្រធានបទដូចជាសហគមន៍រួមវាសនានៃមនុស្សជាតិការការពារបរិស្ថានការបន្តវេននិងការច្នៃប្រឌិតវប្បធម៌ការផ្លាស់ប្ដូរនិងការរៀនសូត្រពីគ្នាខាងអរិយធម៌ទៅវិញទៅមករវាងអរិយធម៌នានាជាដើមដកស្រង់និងអត្ថាធិប្បាយអំពីខ្លឹមសារនៃយុគសម័យថ្មីនិងតម្លៃសកលភាវូបនីយកម្មនៃវប្បធម៌ប្រពៃណីចិនដែលបង្ហាញពីមូលដ្ឋានវប្បធម៌នៃការធ្វើទំនើបកម្មបែបផែនចិននិងបង្ហាញយ៉ាងរស់រវើកពីតម្រឹះប្រាជ្ញានយោបាយដ៏ឆ្នើមមនោសញ្ចេតនាវប្បធម៌មនុស្សជាតិនិងទស្សនៈប្រវត្តិសាស្ត្រទូទៅនិងទស្សនៈពិភពលោកដ៏ទូលំទូលាយរបស់ឯកឧត្តមប្រធានរដ្ឋចិនស៊ីជីនពីងនៅក្នុងពិធីនោះដែរឯកឧត្តម Shen Haisheng បានថ្លែងថាឯកឧត្តមប្រធានរដ្ឋចិនស៊ីជីនពីងបានចង្អុលបង្ហាញថាប្រទេសចិននិងកម្ពុជាជាមិត្តដៃថែបដែលតែងតែរួមសុខរួមទុក្ខនិងជួយយកអាសាគ្នាទៅវិញទៅមកចែករំលែកសុខទុក្ខនិងជួយគ្នាទៅវិញទៅមកក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះស្របជាមួយនឹងកិច្ចសហប្រតិបត្តិការលើគំនិតព្រួយផ្ដាំខ្សែក្រវ៉ាត់និងផ្លូវនៃប្រទេសទាំងពីរក៏ដូចជាការកសាងសហគមន៍រួមជោគវាសនាចិនកម្ពុជាបន្តមានភាពកាន់តែស៊ីជម្រៅប្រជាជននៃប្រទេសទាំងពីរកាន់តែស្គាល់គ្នានិងកាន់តែជិតស្និទ្ធអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិនមានឆន្ទៈសហការជាមួយមិត្តភ័ក្តិមកពីគ្រប់មជ្ឈដ្ឋានកម្ពុជាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យផ្សេងៗបង្កើតខ្លឹមសារថ្មីល្អនៃការផ្លាស់ប្ដូរវប្បធម៌ប្រជាជននិងប្រជាជនបន្ថែមទៀតហើយបំពេញបន្ថែមបញ្ចូលនូវភាពរឹងមាំរស់រវើកថ្មីនិងកម្លាំងចលករថ្មីធម៌ពលថ្មីដើម្បីជំរុញលើកកម្ពស់កិច្ចកសាងសហគមន៍រួមជោគវាសនារវាងចិនកម្ពុជានាឱកាសនោះដែរឯកឧត្តមនេភត្រាបានថ្លែងថាឆ្នាំ2025គឺជាឆ្នាំដ៏ពិសេសសម្រាប់ទំនាក់ទំនងកម្ពុជាចិនក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រនិងភាពឆ្លៀសវៃរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរទំនាក់ទំនងក្នុងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិនបានបោះជំហានទៅមុខយ៉ាងស្វាហាប់និងរឹងមាំបេសកកម្មរួមរបស់យើងគឺការពង្រឹងទំនាក់ទំនងនិងការសម្របសម្រួលផ្នែកគំនិតនិងទស្សនៈថ្ងៃនេះក្រសួងព័ត៌មានកម្ពុជានិងអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានសហការរៀបចំធ្វើពិធីសម្ពោធការចាក់ផ្សាយកម្មវិធីប្រយោគបុរាណចិនដែលលោកស៊ីជីនពីងចូលចិត្តដែលផលិតដោយអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិនតាមរយៈកម្មវិធីនេះ
យើងអាចបន្តរៀនពីគំនិតអភិវឌ្ឍរបស់ប្រទេសចិននិងលើកកម្ពស់ការផ្លាស់ប្ដូរផ្នែកប្រព័ន្ធផ្សព្វផ្សាយរវាងប្រទេសទាំងពីរព្រមទាំងកត់ត្រានូវការអនុវត្តជាក់ស្ដែងរវាងកម្ពុជានិងចិនក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្រការរួមគ្នាកសាងច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យានិងច្រករបៀងមច្ឆានិងអង្គរដែលបង្កើននូវការផ្លាស់ប្ដូរវប្បធម៌ក្នុងវិស័យជាច្រើនរវាងប្រទេសទាំងពីរសម្រាប់ជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាបានបន្ថែមថាអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាមិត្តចាស់របស់កម្ពុជាកន្លងមកយើងបានរក្សានូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើផ្នែកប្រព័ន្ធផ្សព្វផ្សាយជាពិសេសទំនាក់ទំនងដ៏ល្អប្រសើរក្នុងការផលិតកម្មវិធីផ្លាស់ប្ដូរមន្ត្រីនិងគំនិតច្នៃប្រឌិតថ្មីៗផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាដើមជាមួយគ្នានេះវិទ្យុមិត្តភាពកម្ពុជាចិនដែលជាសមិទ្ធផលរួមគ្នារវាងអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងភាគីកម្ពុជាបានទទួលការគាំទ្រពីសំណាក់ប្រជាជនកម្ពុជាជាច្រើនវិទ្យុនេះបានក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់បង្កើនការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសយើងទាំងពីរយើងរំពឹងទុកថាកិច្ចសហប្រតិបត្តិការរវាងអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងប្រព័ន្ធផ្សព្វផ្សាយកម្ពុជានឹងទទួលបានសមិទ្ធផលកាន់តែច្រើនថែមទៀតក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជានឹងបន្តគាំទ្រប្រព័ន្ធផ្សព្វផ្សាយកម្ពុជានិងចិនដើម្បីជំរុញការកសាងសហគមន៍រួមវាសនាកម្ពុជាចិន让我们一起倒数3、